ជាខែមួយដែលនាំមកនៅកិច្ចការភាពមុខមាត់ការឡើងទូនីតិឋានន្តរស័ក្តិភាពជោគជ័យនៅក្នុងការងារទ្រព្យសម្បត្តិកិត្តិយសសេចក្តីថ្លៃថ្នូរសមត្ថភាពទេពកោសលហើយក៏អាចជួបនៅការជាប់គាំងបញ្ហាផ្លូវច្បាប់ចំនួនផ្លូវការឧបសគ្គតូចធំការរំខានការផ្លាស់ប្ដូរដែលមិនមានការរំពឹងទុកឧបសគ្គការនិយាយដើមចាក់ចុចអិចអាលពីក្រោយខ្នងចំនួនបញ្ហាតាក់ទងនឹងដីធ្លីនៅផ្ទះនោះគឺជាការព្យាករណ៍ជោគជតារិស័យឆ្នាំអាសាញ់ស្ថិតនៅក្នុងខែ1ខែមករាឆ្នាំ2026 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេមុននឹងពួកយើងធ្វើការបកស្រាយជោគជតារិស័យម្សាញ់ស្ថិតនៅក្នុងខែ1ខែមករាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ដ៏ល្អនៅលើ Channel នោះផងដែរការព្យាករណ៍ជោគជតារិស័យឆ្នាំម្សាញ់ប្រចាំខែ1ខែមករាឆ្នាំ2026 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់មុនគេក្រោមអធិពលនៃខែឆ្លូវបានភ្ជាប់មកជាមួយនឹងជោគជតារិស័យធម្មពលធាតុទាំង4គឺមានធាតុដីដែលនាំមកនៅមិត្តភ័ក្តិបណ្ដាញកិត្តិយសកេរ្តិ៍ឈ្មោះភាពល្បីល្បាញអធិពលជោគជតារិស័យដែលភ្ជាប់មកជាមួយធម្មពលនៃធាតុទឹកនាំមកនៅទ្រព្យសម្បត្តិការវិនិយោគប្រភពប្រាក់ចំណូលច្រើនរូបភាពអធិពលនៃធម្មពលធាតុមាសបានភ្ជាប់មកនៅជោគជតារិស័យរបស់លោកអ្នកនៅភាពជោគជ័យសេចក្តីថ្លៃថ្នូរភាពអង់អាចក្លាហានជំនះគ្រប់ឧបសគ្គដើម្បីសមិទ្ធផលលទ្ធផលនឹងការងារតូចធំទទួលបាននៅភាពជោគជ័យល្អអធិពលនៃធាតុឈើបានភ្ជាប់មកនៅជាមួយនឹងការដឹកនាំសិទ្ធិអំណាចកេរ្តិ៍ឈ្មោះកិត្តិយសព្រមទាំងកិត្យានុភាពនៅក្នុងសង្គមបាទទាំងអស់នេះគឺយើងនឹងធ្វើការបកស្រាយតាមរយៈជោគជតារិស័យរបស់លោកអ្នកដែលបង្ហាញជាកត្តាធំទាំង6ដែលមានជាបន្តបន្ទាប់ដូចតទៅនៅក្នុងនោះផងដែរកត្តាធំទាំង6នេះបានស្ដែងចេញមានគោលបំណងនៃជីវិតគោលដៅទស្សនវិស័យមនុស្សមកជួយផែនការជីវិតផែនការអាជីវកម្មសេចក្តីគម្រោងតូចធំទាំងឡាយនៅក្នុងឱកាសខែនេះគឺទទួលបាន65%កត្តាធំទី2ដែលពាក់ព័ន្ធជាមួយនឹងហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិនិងសេដ្ឋកិច្ចរិស័យឆ្នាំអាសាញ់របស់លោកអ្នកទទួលបាន80%កត្តាធំទី3ដែលពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារបិទការលក់ទំនាក់ទំនងទូទៅជាមួយមនុស្សក្នុងសង្គមរិស័យឆ្នាំអាសាញ់ទទួលបាន60%កត្តាធំទី4ដែលពាក់ព័ន្ធជាមួយនឹងគ្រួសារមិត្តភ័ក្តិមនុស្សទូទៅក្នុងសង្គមការងារតូចធំអ្នកតូចមនុស្សនៅក្នុងគ្រួសារសមាជិកឬក៏បុគ្គលិករបស់លោកអ្នករិស័យឆ្នាំអាសាញ់ទទួលបាន60%កត្តាធំទី5ដែលពាក់ព័ន្ធជាមួយនឹងសុខភាពកាយសម្បទាមាំមួនភាពស្រស់ស្រាយនៅក្នុងជីវិតរិស័យឆ្នាំអាសាញ់គឺទទួលបាន65%ហើយកត្តាដែលធំចុងក្រោយនេះគឺកត្តាទី6ដែលពាក់ព័ន្ធជាមួយនឹងការរួមចំណែកនៅក្នុងសង្គមមិនថាការបរិច្ចាគមិនថាសកម្មភាពអាជីវកម្មដឹកនាំបណ្ដាញមនុស្សទូទៅនៅក្នុងសង្គមសកម្មភាពនៅក្នុងការវិនិយោគជាដើមរិស័យឆ្នាំអាសាញ់គឺទទួលបាន55%នេះឡើងទៅបាទអញ្ចឹងកត្តាទាំងអស់នេះយើងនឹងធ្វើការបកស្រាយយ៉ាងលម្អិតនាពេលបន្តិចទៀតនេះព្រមទាំងឱកាសជោគជតារិស័យទិសដែលនាំមកនៅជោគលាភទ្រព្យសម្បត្តិឱកាសសំណាងបាទនិងមនុស្សមកជួយរបស់រិស័យឆ្នាំអាសាញ់របស់លោកអ្នកព្រមទាំងកត្តាពិសេសមួយចំនួនរួមមានទាំងយើងនឹងធ្វើការបកស្រាយឲ្យលោកអ្នកដឹងចេញអំពីបញ្ហាឧបសគ្គដែលនឹងមានកើតឡើងចំពោះលោកអ្នកហើយសេចក្តីប្រឈមផ្សេងនិងជាពិសេសនោះគឺរបៀបនៅក្នុងការគ្រប់គ្រងកែបញ្ហានិងដោះស្រាយបញ្ហាយ៉ាងពិសេសនាពេលបន្តិចទៀតនេះបាទឥឡូវយើងក៏លេខមើលតាក់ទងជាមួយនឹងផ្នែកអាជីពការងារនិងអាជីវកម្មរបស់រិស័យឆ្នាំអាសាញ់ស្ថិតនៅក្នុងខែ1 2026អញ្ចឹងគឺយើងឃើញថាមានឱកាសនិងបញ្ហាប្រឈមអញ្ចឹងឱកាសគឺជាឱកាសនៅក្នុងការធ្វើដំណើរនៅក្នុងនៃអាជីវកម្មឬក៏នៃពាណិជ្ជកម្មនៅក្នុងគោលបំណងដើម្បីធ្វើការវិនិយោគអញ្ចឹងឱកាសនៅក្នុងការផ្សាយតាក់ទងជាមួយនឹងបណ្ដាឆ្នាំទាំងអស់នេះញឹកញាប់ជាងគេ
thật nơi không khai mùi ní cứ từ nè từ nông chỉ mùi mình là ca nơi không chăm chlau là cá mà xanh hay nâng mà mê phòng đài chẳng như khơi thay xây rồi bao lúc nè tệ tông chỉ mùi nó ở cả chi vật cắm từ nè từ nông cái bờ tết càng nghĩ bài sấy phiếp lúc nơi chỉ mùi nó ở bông mà đai rồi có cá châu rum không sừng cung sầm mặt phiếp sợi thay phiếp mà hai chân ta rồi có chất bạc ná nâng tầm nè tầm nông chỉ mùi nâng chỉ vài ni rồi có càng nghĩ nơi không cả lại vừa ca chỉ đào nước ta miền ở cả nâng miền Pành Hà vậy khác cả lang thật nơi không khai ni nơi không khai ni rồi xây chăm mà xanh rồi bao lúc nè ban từ tu nơi ẩm na thành nèសិទ្ធអំណាចនឹងការទទួលស្គាល់ចេញអំពីថ្នាក់ជាតិឬក៏ថ្នាក់រដ្ឋបាលតែត្រូវបានចាត់ទុកថាជាសេចក្តីថ្លៃថ្នូរនឹងការងារទូលំទូលាយនៅផ្នែករដ្ឋបាលហើយនាំមុខនូវសំណាងល្អជំនួយអំពីអ្នកមានគុណគឺអ្នកមានសក្តានុពលនៅក្នុងសង្គមមានការផ្លាស់ប្ដូរពីអាក្រក់ទៅល្អហើយជួយកាត់បន្ថយធម្មពលអវិជ្ជមានថែមទៀតផងនៅក្នុងនោះផងដែរគឺក៏មានឱកាសក្នុងភាពជាអ្នកដឹកនាំទទួលបាននៅរបស់ដែលប្រណិតនឹងមានការពារនៅក្នុងកិច្ចប្រជុំផ្សេងរិស័យឆ្នាំម្សាញ់របស់លោកអ្នកស្ថិតនៅក្នុងខែនេះគួរតែប្រុងប្រយ័ត្នចំពោះបញ្ហាហេតុការណ៍ទាំងឡាយដែលតាក់ទងមានដូចជាបញ្ហាទាំងឡាយគ្រប់អន្តរាយឧបសគ្គដែលតាក់ទងជាមួយនឹងឆ្នាំនេះផងដែរឆ្នាំ2026ហ្នឹងភាពបរាជ័យភ្លាមការបាត់បង់ទ្រព្យសម្បត្តិភ្លាមឬក៏ការដួលរលំដោយមិនមានការរំពឹងទុកហើយវាតំណាងឲ្យជំងឺគ្រោះថ្នាក់ការលំបាកដែលបង្កឡើងដោយអតិពលនៃធម្មពលរាសីអវិជ្ជមានទាំងឡាយដែលចេញអំពីបញ្ហាកត្តាខាងក្រៅអញ្ចឹងយើងគួរតែយកចិត្តទុកដាក់ចំពោះការខូចខាតបាត់បង់ផលអវិជ្ជមានដែលកើតឡើងចេញអំពីតំណែងតំណងឬក៏ការរួមផ្សំការចេញអំពីការតំណែងតំណងបែកបាក់នៅក្នុងសាមគ្គីភាពរវាងគ្នានឹងគ្នាហើយវាបង្កឲ្យមានបញ្ហាបំផ្លិចបំផ្លាញឬក៏គ្រោះថ្នាក់កអញ្ចឹងក៏វាបង្ហាញអំពីការធ្លាក់ចុះនិងការបោកបញ្ឆោតការជាប់អន្ទាក់ឬក៏ការលងលក់នៅក្នុងភាពអាក្រក់នោះផងដែរបាទអញ្ចឹងហើយគឺថាការងារយើងត្រូវឲ្យមានការប្រយ័ត្នប្រយែងខ្ពស់បើលោកអ្នកអាចមានបន្ទុកច្រើនជាងមុនអញ្ចឹងត្រូវប្រុងប្រយ័ត្នចំពោះការសម្រេចចិត្តដែលរហ័សពេកដែលមិនមានការគិតគូរច្បាស់លាស់ព្រោះវាអាចបង្កទៅជាបញ្ហាដែលកើតចេញអំពីការធ្វេសប្រហែសរបស់យើងនេះផងដែរចឹងសម្រាប់ថ្ងៃដែលមានឱកាសច្រើនស្ថិតនៅក្នុង31ថ្ងៃនៃថ្ងៃនៃខែមករាហ្នឹងគឺថ្ងៃដែលតាក់ទងជាមួយនឹងឱកាសការងារភាពជាអ្នកដឹកនាំឋានៈទូនាទីបនស័ក្តិកិត្តិយសសេចក្តីថ្លៃថ្នូរទ្រព្យសម្បត្តិការងារទាំងអស់ហ្នឹងវាកើតឡើងនៅក្នុងថ្ងៃទី1ថ្ងៃទី11និងថ្ងៃទី31បាទចំពោះឱកាសនៅក្នុងការទទួលបាននៅហិរញ្ញវត្ថុលុយកាក់ទ្រព្យសម្បត្តិការវិនិយោគផ្សេងរិស័យឆ្នាំម្សាញ់របស់លោកអ្នកមានភាពលេចធ្លោស្ថិតនៅក្នុងថ្ងៃទី9 19និងថ្ងៃទី29សម្រាប់ភាពជោគជ័យឱកាសនៅក្នុងការគ្រប់គ្រងសមិទ្ធផលតាក់ទងជាមួយនឹងផ្នែកហិរញ្ញវត្ថុឬក៏ឱកាសនៅក្នុងអាជីវកម្មធាតុមាសរិស័យឆ្នាំម្សាញ់របស់លោកអ្នកគឺនឹងមានភាពលេចធ្លោស្ថិតនៅក្នុងថ្ងៃទី7 17និងថ្ងៃទី27នេះផងដែរចំពោះការធ្វើទីផ្សារតំណែងតំណងហៅមនុស្សមកជួយការលក់អចលនទ្រព្យផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញអនឡាញរិស័យឆ្នាំម្សាញ់របស់លោកអ្នកតែងតែមានឱកាសនៅក្នុងការប្រើប្រាស់នៅបណ្ដាថ្ងៃទាំងអស់នេះមានភាពលេចធ្លោនិងមានឱកាសស្រូបទាញលាភសំណាងបានច្រើនស្ថិតនៅក្នុងថ្ងៃទី5ថ្ងៃទី15និងថ្ងៃទី25ស្ថិតនៅក្នុងខែ1នេះឥឡូវយើងក៏លេចមើលទៅក្នុងជោគជតារិស័យរបស់លោកអ្នកតាក់ទងជាមួយនឹងគេឈ្មោះការងារនៅក្រៅប្រទេសតំណងជាមួយនឹងចវាយនេអ្នកមានអំណាចបណ្ដាញសង្គមបាទមើលពីរឿងតែចំពោះក្មេងៗក្មួយគឺធ្វើការសិក្សានឹងយ៉ាងម៉េចដែរតាក់ទងជាមួយនឹងគេមរតកអចលនទ្រព្យអតិថិជនការងារមិត្តភ័ក្តិចំណាប់អារម្មណ៍ដំបូងស្ថិតនៅក្នុងការងារជួញដូរឬក៏តាក់ទងជាមួយនឹងឱកាសផ្សេងរិស័យឆ្នាំម្សាញ់មានឱកាសជួបជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំរកាឆ្នាំម្សាញ់ឆ្នាំរោងឆ្នាំខាលហើយនិងឆ្នាំមីនឹងញឹកញាប់ជាងគេនៅក្នុងបណ្ដាឆ្នាំទាំង12បាទអញ្ចឹងការងារនៅក្នុងសង្គមលោកអ្នកនឹងតែងតែប្រស័យតាក់ទងជាមួយនឹងបុគ្គលទាំងអស់នឹងញឹកញាប់តើមានឱកាសនឹងមានបញ្ហាប្រឈមយ៉ាងដូចម្ដេចខ្លះចំពោះរិស័យរបស់លោកអ្នកនៅក្នុងបណ្ដាសកម្មភាពដែលបានរ៉ាយរ៉ាប់ខាងលើអំបញ្ញបាញ់នេះចឹងយើងឃើញថានៅពេលដែលខែឆ្លូវនេះចូលមកដល់ជាសម្ព័ន្ធមិត្តរបស់ម៉ាសាញ់ស្ថិតនៅក្នុងឆ្នាំ2026នេះគឺធ្វើឲ្យរិស័យឆ្នាំម្សាញ់របស់លោកអ្នកមានឱកាសផងក៏មានបញ្ហាដែលយើងគួរប្រុងប្រយ័ត្នបន្ថែមទៀតផងបាទអញ្ចឹងយើងឃើញថាឱកាសទាំងអស់នោះគឺតំណាងឲ្យទ្រព្យសម្បត្តិភាពរុងរឿងជីវិតល្អសេចក្តីដែលមានសេចក្តីសុខបាទគឺ
គឺមានភាពទទួលបាននូវភាពជោគជ័យទទួលបាននូវប្រាជ្ញាការអប់រំភាពប៉ិនប្រសប់នៅក្នុងអក្សរសាស្ត្រនិងកិត្តិយសទទួលបាននូវកិត្តិយសឱកាសនៅក្នុងការងារអាជីពអំណាចបាទមានចំណីអាហារហូបចុកបបោអាហារប៉និតដែលសម្បូរទៅដោយសុភមង្គលប្រាក់ចំណូលដែលធ្វើឲ្យយើងនឹងគឺមានសុខភាពល្អផងដែរអញ្ចឹងនៅក្នុងនោះផងដែរអ្វីដែលយើងគួរប្រុងប្រយ័ត្នក៏ដូចគ្នាគឺថានៅពេលដែលយើងធ្វេសប្រហែសលើការងារតូចធំជាពិសេសរឿងបញ្ហាសុខភាពក៏វាតំណាងឲ្យជំងឺបញ្ហាសុខភាពភាពទន់ខ្សោយតំណាងឲ្យគ្រោះថ្នាក់ឧបសគ្គតូចធំចំនួនឬក៏ការបាត់បង់ការភ័យខ្លាចវឹកវរការបែកបាក់ឬក៏ការខូចខាតការខាតបង់នៅទ្រព្យសម្បត្តិការបំផ្លិចបំផ្លាញឬក៏បញ្ហាផ្លូវចិត្តបញ្ហាទំនាក់ទំនងជាមួយនឹងមិត្តភ័ក្តិឬក៏វាតំណាងឲ្យចំនួនបញ្ហាផ្លូវច្បាប់ឬក៏បញ្ហានៅកន្លែងការងារជាមួយនឹងថ្នាក់ដឹកនាំឬក៏មានការរិះគន់អីជាដើមអានេះអ្វីដែលយើងត្រូវដឹងស្ថិតនៅក្នុងខែ2ស្ថិតនៅក្នុងបណ្ដាសកម្មភាពដែលបានរាយរាប់ខាងលើតើផ្នែកហិរញ្ញវត្ថុសេដ្ឋកិច្ចទ្រព្យសម្បត្តិរបស់រាសីឆ្នាំម្សាញ់ស្ថិតនៅក្នុងខែនេះគឺមានស្ថានភាពយ៉ាងដូចម្ដេចបន្តិចទៀតនេះពួកយើងនឹងបង្ហាញព័ត៌មានលម្អិតស្ដីអំពីជោគជតារាសីលោកអ្នកស្ថិតនៅក្នុងខែនេះគឺហិរញ្ញវត្ថុទ្រព្យសម្បត្តិរបស់លោកអ្នកនឹងទទួលបានលាភធំចេញអំពីការវិនិយោគឬក៏ទទួលបានចេញអំពីគ្រួសារស្ថិតនៅក្នុងអ្វីដែលជាប្រាក់ចំណេញដែលយើងនឹកស្មានមិនដល់បាទអញ្ចឹងយើងឃើញថាឱកាសនៅក្នុងការវិនិយោគទាំងឡាយឱកាសនៅក្នុងមុខរបររស់ស៊ីចំនួនជួញប្រែទាំងអស់ហ្នឹងគឺមានភាពរីកចម្រើនរុងរឿងបង្ហាញអំពីទ្រព្យសម្បត្តិបង្ហាញអំពីប្រាក់ខែដែលមានភាពឡើងខ្ពស់បង្ហាញអំពីធនធានផ្ទាល់ខ្លួនឬក៏សមត្ថភាពនៅក្នុងការរកប្រាក់ការកើនឡើងនៅទូនាទីតំណែងឋានន្តរស័ក្តិការលើកស្ទួយការផ្លាស់ប្ដូរនៅក្នុងទម្រង់អាជីវកម្មរបស់យើងនឹងគឺទទួលបានផលវិជ្ជមានល្អបាទការសិក្សាចំណេះដឹងឬក៏ទេពកោសល្យនៅក្នុងផ្នែកសិល្បៈជាដើមគឺមានភាពជោគជ័យនៅក្នុងផ្នែកអក្សរសាស្ត្រឬក៏បង្ហាញស្ថិតនៅក្នុងអ្វីដែលជំនួយចេញអំពីមនុស្សដែលមានអំណាចឬក៏ថ្នាក់ដឹកនាំជួយសម្រួលដល់ការងារខាងផ្នែកអាជីពរដ្ឋបាលឬក៏ស្ថាប័នជាផ្លូវការដែលបង្ហាញឲ្យលោកអ្នកនឹងឃើញថាបើលោកអ្នកមានទ្រព្យសម្បត្តិច្រើនចំពោះអ្វីៗផ្សេងទៀតហ្នឹងក៏ល្អប្រសើរដូចជាអាហារភាពបរិបូរភាពរីករាយនៅក្នុងជីវិតតាក់ទងជាមួយនឹងជំនាញនៅក្នុងការធ្វើអាជីវកម្មតាក់ទងជំនាញធ្វើម្ហូបឬក៏អាជីវកម្មដែលតាក់ទងជាមួយនឹងអាហារនឹងផងដែរដូច្នេះចំពោះសកម្មភាពទាំងឡាយដែលបានរាយរាប់ខាងលើហ្នឹងលោកអ្នកគឺតែងតែប្រស័យតាក់ទងជួបជាញឹកញាប់ជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ឆ្នាំរោងឆ្នាំខាលនិងឆ្នាំមមីញឹកញាប់ជាងគេនៅក្នុងបណ្ដាឆ្នាំទាំង12ហើយតើរាសីឆ្នាំម្សាញ់របស់លោកអ្នកគួរប្រុងប្រយ័ត្នចំពោះរឿងអ្វីខ្លះទៀតស្ថិតនៅក្នុងការងារតូចធំដែលស្ថិតនៅក្នុងសកម្មភាពនៃការវិនិយោគតើវាអាចមានកើតរឿងអីខ្លះដែលយើងគួរប្រុងប្រយ័ត្នអញ្ចឹងវាតាក់ទងជាមួយនឹងរឿងទ្រព្យសម្បត្តិនិងរឿងបញ្ហាសុខភាពនិងទំនាក់ទំនងរបស់លោកអ្នកអញ្ចឹងឱកាសនៅក្នុងខែនេះគឺវាអាចតាក់ទងជាមួយនឹងជំងឺភាពទន់ខ្សោយបញ្ហាសុខភាពគួរប្រុងប្រយ័ត្នចំពោះស្ថានភាពចំពោះមុខឬក៏វាអាចជួបនឹងគ្រោះថ្នាក់ការរារាំងឧបសគ្គការបាត់បង់ការបំផ្លិចបំផ្លាញវឹកវរបាទការបោកប្រាស់ឬក៏តាក់ទងជាមួយនឹងបញ្ហាផ្លូវច្បាប់ឬក៏យើងនិយាយស្រួលស្ដាប់ថាជាប់គុកឬក៏បញ្ហាបន្លំបាទអញ្ចឹងរឿងទាំងអស់នេះវាមិនមែនជារឿងបណ្ដាសារឿងអាក្រក់ដែលយើងគិតថាយើងខ្លាចឡើងធ្វើអីទេយើងគ្រាន់តែជាសេចក្តីព័ត៌មានតែប៉ុណ្ណោះបងប្អូនដើម្បីឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាគឺមានសេចក្តីប្រុងប្រយ័ត្នតែប៉ុណ្ណោះបាទមិនមែនជារឿងថាវានឹងត្រូវកើតឡើងបែបហ្នឹងទេមិនមែនមានន័យថារឿងល្អយើងត្រូវយករឿងអត់ល្អយើងអត់ស្ដាប់ហើយយើងអត់មានសេចក្តីបង្ការប្រុងប្រយ័ត្នគឺមិនមែនដូច្នោះដូចគ្នាដែរបាទអញ្ចឹងរឿងទាំងអស់នោះដើម្បីឲ្យរឿងល្អវាកើតឡើងគ្រប់ចំពោះជីវិតលោកអ្នកត្រូវតែដឹងពីរឿងផលដែលយើងគួរប្រុងប្រយ័ត្នចំពោះរិស័យដែលធ្វើឲ្យយើងធ្លាក់ចុះធ្វើឲ្យយើងមានបញ្ហាផ្សេងឬក៏តំណែងតំណងផ្សេងដែលធ្វើឲ្យយើងនឹងដូចជាបង្ហាញអំពីការបែកបាក់ខូចខាតបាត់បង់តាក់ទងជាមួយនឹងទ្រព្យសម្បត្តិនិងតំណែងតំណងហើយវាបង្ហាញអំពីរឿងបណ្ដឹងវិវាទបញ្ហាឆ្លោះទាស់តែងឬក៏គេហៅថាមានសភាពចាក់ដោតអុចអាលក្បត់ពីក្រោយខ្នងដែលយើងហៅថាការិយាធិបតេយ្យណាអាហ្នឹងយើងត្រូវដឹងពីរឿងចំណុចទាំងអស់ហ្នឹងដែលរិស័យរបស់លោកអ្នកគួរប្រុងប្រយ័ត្នទុកជាមុននឹងផងដែរអញ្ចឹងស្ថិតនៅក្នុងខែ1នេះមានចំនួន31ថ្ងៃយ៉ាងថ្ងៃដែលលោកអ្នកប្រុងប្រយ័ត្នគួរប្រុងប្រយ័ត្នច្រើនជាងគេរឿងការវិនិយោគជួញដូរ
រឿងបាត់បង់លុយកាក់រឿងមានបញ្ហាភ័ន្តច្រឡំឬក៏ភាពមិនច្បាស់លាស់នៅក្នុងការងារជាពិសេសការចេញអំពីមនុស្សដែលយើងទុកចិត្តនឹងជាងគេនោះឯងអញ្ចឹងវាកើតឡើងស្ថិតនៅក្នុងថ្ងៃទី4ថ្ងៃទី14និងថ្ងៃទី24ញឹកញាប់ជាងគេនៅក្នុងបណ្ដា31ថ្ងៃស្ថិតនៅក្នុងខែ1ហើយបើបញ្ហាសុខភាពហ្នឹងវាកើតមានចំពោះរឿងដែលយើងធ្វើការតំណងជាមួយអ្នកតូចអ្នកធំរឿងទាំងអស់ហ្នឹងវាកើតមានឡើងបាទស្ថិតនៅក្នុងបណ្ដាថ្ងៃទាំងអស់នេះឯងបាទអញ្ចឹងថ្ងៃទាំងអស់នោះគឺមានថ្ងៃទី2បាទថ្ងៃទី12ថ្ងៃទី22ជាដើមតែយើងគួរយកចិត្តទុកដាក់ស្ថិតនៅក្នុងការងារតាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់ឬតួរាសីម្សាញ់ស្ថិតនៅក្នុងខែ1ឆ្នាំ2026នេះបាទឥឡូវយើងក៏លេចមើលតាក់ទងជាមួយនឹងតំណែងតំណងស្នេហាឱកាសនៅក្នុងការធ្វើទីផ្សារប័ណ្ណការលក់បាទយើងមានតាក់ទងជាមួយនឹងមនុស្សដែលនៅលីវឬក៏មនុស្សដែលមានគូហើយឬក៏ស្ថានភាពទូទៅជាមួយនឹងតំណែងតំណងក្នុងមនុស្សទូទៅនៅក្នុងសង្គមបាទអញ្ចឹងយើងឃើញថាសម្រាប់អ្នកនៅលីវគឺមានឱកាសជួបជាមួយនឹងមនុស្សថ្មីជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ហើយការចូលរួមនៅក្នុងសង្គមពិធីក្នុងសង្គមព្រឹត្តិការណ៍ផ្សេងៗដែលនាំឲ្យលោកអ្នកនឹងរកគូក្រងបានបាទអញ្ចឹងយើងឃើញថានៅក្នុងឱកាសទាំងអស់នោះយើងឃើញមានលេខអំណាចស្ថិតនៅក្នុងជួរខែបញ្ជាក់ថាអនាគតស្វាមីរបស់នារីម្នាក់នោះគឺលោកអ្នកគឺនឹងទទួលបានឱកាសជាមនុស្សប្រុសដែលមានសមត្ថភាពនៅក្នុងការរលួយមានទូនាទីឋានន្តរស័ក្តិថែមទៀតផងបាទហើយចំពោះមនុស្សប្រុសវិញគឺអ្នកនៅលីវនឹងគឺមានឱកាសនៅក្នុងការជួបដែរហើយមនុស្សនោះគឺជាមនុស្សដែលមានភាពវៃឆ្លាតគិតរហ័សរហួនមានជំនាញនៅក្នុងមុខរបរនៅក្នុងការរកស៊ីនឹងខ្លាំងហើយជាមនុស្សដែលមានអធិពលនិងមានប្រាជ្ញាស្ថិតនៅក្នុងការវិនិយោគគ្រប់ការងារតូចធំតាក់ទងនឹងវិស័យឧស្សាហកម្មពាណិជ្ជកម្មដែលតាក់ទងធាតុទឹកនឹងភាគច្រើនអញ្ចឹងសម្រាប់មនុស្សស្រីគឺមានឱកាសជួបជាមួយនៅក្នុងបណ្ដាថ្ងៃទាំងអស់ហ្នឹងញឹកញាប់ជាងគេលេចធ្លោជាងគេណាគឺថ្ងៃទី1ថ្ងៃទី11ថ្ងៃទី21និងថ្ងៃទី31ចំពោះមនុស្សស្រីដែលនឹងអាចជួបឱកាសគូស្វាមីហ្នឹងហើយចំពោះមនុស្សប្រុសវិញគឺតែងតែប្រស័យតាក់ទងគ្នាឬក៏ជួបគ្នាមានឱកាសជួបគ្នាជាញឹកញាប់ស្ថិតនៅក្នុងថ្ងៃទី9 19និងថ្ងៃទី29ស្ថិតនៅក្នុងខែ1នេះបាទអញ្ចឹងយើងឃើញថាវាមានឱកាសនិងសេចក្តីដែលគួរប្រុងប្រយ័ត្នបន្តិចទៀតយើងនឹងបង្ហាញអំពីព័ត៌មានលម្អិតឲ្យបានច្រើនជាងនេះដើម្បីឲ្យបងប្អូនមានព័ត៌មានគ្រប់គ្រាន់នៅក្នុងការសម្រេចចិត្តនិងដឹកនាំផ្សេងៗអញ្ចឹងយើងឃើញថាសម្រាប់អ្នកមានគូយើងឃើញថាមានសេចក្តីដែលយើងគួរប្រុងប្រយ័ត្នបន្ថែមនោះគឺថាត្រូវតែមានភាពចុះសម្រុងនឹងគ្នាត្រូវតែកុំឲ្យមានបញ្ហាគេហៅថាប្រឈមគ្នាបាទរឿងប្រើសិទ្ធិប្រើអំណាចឬប្រើទូនាទីខ្លួនឯងនឹងជាប្តីជាប្រពន្ធនោះវាហួសហេតុពេកណាអានឹងយើងគ្រាន់តែបង្ការអញ្ចឹងទៅលោកអ្នកសុខសាន្តកើនទ្រព្យហើយអញ្ចឹងបើសិនជាបងប្អូនលោកអ្នកជៀសវាងនៅកត្តាដែលបញ្ហាប្រឈមពាក្យសម្ដីនឹងជាមួយគ្នាទាស់តែគ្នាបានច្រើនតំណែងតំណងយើងកាន់តែរឹងមាំមានភាពចុះសម្រុងល្អធ្វើឲ្យលោកអ្នកនឹងគ្មានការភ័ន្តច្រឡំកើតឡើងការនិយាយស្ដីបើកចំហស្មោះត្រង់ដោះស្រាយបញ្ហាតូចធំវាបានល្អទាំងអស់បាទអញ្ចឹងយើងឃើញថាតើរឿងល្អៗនឹងកើតមានឡើងចំពោះលោកអ្នកយ៉ាងដូចម្ដេចនៅពេលដែលលោកអ្នកតមសម្ដីរក្សាចិត្តឲ្យល្អបរិសុទ្ធតាក់ទងនឹងតំណែងតំណងមានភាពស្មោះត្រង់ជាមួយនឹងគូស្វាមីភរិយារបស់ខ្លួនគឺបាននាំមកនៅការសង្គ្រោះបាននាំមកនៅការជួយចេញអំពីទេវតាទំនុកបំរុងបង្វែរបញ្ហាអាក្រក់ឬគ្រោះចង្រៃឲ្យคล้ายទៅជាលៀបនាំមកនៅភាពរុងរឿងភាពសប្បាយជីវិតពោពេញទៅដោយទ្រព្យសម្បត្តិនិងភាពសុខដុមលាភសំណាងឋានៈខ្ពស់បាទសំណាងល្អនៅក្នុងជីវិតព្រឹត្តិការណ៍ល្អពិធីមង្គលផ្សេងដូចជាពិធីមង្គលការនឹងទទួលបានកូនណាដែលមានកំណើតមកគឺជាកូនល្អដែលនាំមកនៅលាភសំណាងដែលនាំមកនៅភាពរីករាយនៅក្នុងសង្គមនៅក្នុងគ្រួសាររបស់លោកអ្នកថែមទៀតផងហើយស្ថិតនៅក្នុងឱកាសទាំងអស់ហ្នឹងបណ្ដុំមកនៅប្រជាប្រិយភាពតំណែងតំណងការលក់ការធ្វើទីផ្សារនេះមានអតិថិជនជួយគ្រប់គ្រងទំនប់បំរុងណានឹងចែកចាយបន្តនៅលើផលិតផលក៏ការផ្សព្វផ្សាយសេវាកម្មរបស់យើងនឹងបន្តថែមទៅទៀតបាទហើយចំពោះបញ្ហាផ្សេងដែលលោកអ្នកគួរប្រុងប្រយ័ត្នហ្នឹងក៏វាមានដូចគ្នាអញ្ចឹងព្រោះរិស័យខាងលើធម្មពលនៃធាតុដីរិស័យខាងក្រោមធម្មពលនៃធាតុឈើបង្ក្រាបដីបង្ហាញថារឿងខ្លះដែលយើងមិនតន់ទៅដល់ផងក៏យើងគិតខ្លាំងពេកសម្ពាធពេកវាធ្វើឲ្យតំណែងតំណងរវាងប្តីឬក៏ប្រពន្ធឬក៏ប្រពន្ធនិងប្តីនេះគឺវាមានបញ្ហាវិវាទនឹងគ្នាដូចជាផែនដីចង់គ្រប់គ្រងឋានសួគ៌អញ្ចឹងណា
វាដូចជារឿងមួយរឿងខ្លះយើងយល់មិនដល់ទេប៉ុន្តែយើងត្រូវតែបញ្ជាប្តីនោះឲ្យធ្វើអញ្ចឹងយើងត្រូវតែទាមទារឲ្យបងឯងធ្វើអញ្ចឹងលោកត្រូវតែធ្វើអញ្ចឹងតាមខ្ញុំពេលខ្លះរឿងនឹងយើងគិតមិនដល់គិតស្មានអត់តន់សាច់រឿងគ្រប់គ្រាន់ទេយើងបញ្ជាថាហេតុអីបានអូនឯងមិនធ្វើរឿងហ្នឹងអីចេះអញ្ចឹងអារបៀបនៅក្នុងការដែលយើងអាងទូនាទីជាតិជ្រែកនៅក្នុងការងារឬក៏យើងមិនយល់សពសាច់រឿងហ្នឹងហើយវាធ្វើឲ្យមានបញ្ហាអញ្ចឹងបញ្ហាទាំងអស់នោះវាកើតឡើងចេញអំពីការប្រឈមផ្សេងឬក៏ការបថុយប្រឋានឬក៏ការប្រជែងគ្នានៅក្នុងការងារតំណែងដៃគូអាជីវកម្មឬក៏មានភាពយល់ច្រឡំនៅក្នុងការងារក្នុងសេចក្តីទាំងអស់ហ្នឹងអញ្ចឹងយើងគួរប្រុងប្រយ័ត្នចំពោះអ្វីខ្លះទៅស្ថិតនៅក្នុងខែនេះបាទអញ្ចឹងវារឿងទាំងអស់នោះវាអាចកើតចេញជារឿងបញ្ហាផ្លូវច្បាប់វិវាទគ្រោះថ្នាក់បញ្ហាឧបសគ្គលំបាកបាទនាំមកនូវភាពមិនចុះសម្រុងការនិយាយដើមចំនួនពាក្យសម្ដីតំណាក់តំណងឬក៏ពាក្យបណ្ដឹងហានិភ័យទៅតាក់ទងជាមួយរឿងអយុត្តិធម៌បាទភាពសោកសៅទុកព្រួយឬក៏បញ្ហាដែលនៅជុំវិញខ្លួនរបស់យើងហ្នឹងបាទអញ្ចឹងយើងដឹងសាច់រឿងទាំងអស់នេះយើងមានសេចក្តីសង្កេតវិភាគរកបញ្ហាដំណោះស្រាយត្រៀមទុកជាមុនព្រោះថាយើងស្ដាប់ជោគជាតារិស័យនេះគឺដើម្បីដឹងរឿងល្អរឿងមិនល្អនោះដើម្បីត្រៀមលក្ខណៈនឹងឯងមិនឲ្យស្ដាប់ទៅភ័យខ្លាចដល់រឿងល្អស្ដាប់រឿងល្អអត់ហ៊ានស្ដាប់ហើយកើតរឿងទៅថាការព្យាករនោះវាមិនត្រឹមត្រូវបាទអាហ្នឹងយើងត្រូវតែច្បាស់គ្នាបាទអញ្ចឹងបងប្អូនត្រូវដឹងថាក្នុងថ្ងៃទាំងអស់នោះវាអាចកើតមាននៅក្នុងបណ្ដាថ្ងៃទាំងឡាយបាទដោយបានបញ្ជាក់ខាងដើមអញ្ចឹងថ្ងៃទី1ថ្ងៃទី11 21និងថ្ងៃទី31បញ្ហានោះវានឹងកើតឡើងចំពោះលោកអ្នកហើយវាមានបញ្ហាប្រឈមទាំងអស់ហ្នឹងបើមានអីក៏ដោយមិនមានក៏ដោយជួបរឿងណាដោះរឿងហ្នឹងកុំស្មុគស្មាញពេកបងប្អូនស្មុគស្មាញពេកធ្វើអត់ការទេអញ្ចឹងរឿងទាំងអស់នេះយើងគួរយល់ដឹងស្ថានភាពនៃការព្យាករជោគជតារិស័យរបស់បងប្អូនស្ថិតនៅក្នុងខែមួយនេះឥឡូវយើងក៏លេខមើលរឿងសុខភាពវិញម្ដងបាទចិត្តកតាសុខភាពរបស់លោកអ្នកហ្នឹងអ្វីដែលយើងគួរយល់ហ្នឹងគឺរឿងតែយើងមកពីការងារវារវល់ខ្លាំងអញ្ចឹងវាអាចមានសម្ពាធនៅក្នុងការងារអញ្ចឹងលោកអ្នកហ្នឹងគួរប្រុងប្រយ័ត្នចំពោះស្ថានភាពតានតឹងនៅផ្លូវចិត្តរក្សាសុខភាពបាទព្យាយាមសម្រាប់ឲ្យបានលំហែកាយហ្នឹងឬក៏ហាត់ប្រាណឲ្យបានទៀងទាត់បរិភោគអាហារហ្នឹងដើម្បីផ្គត់ផ្គង់ឧបត្ថម្ភរាងកាយសុខភាពយើងគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការធ្វើដំណើរឬក៏ការប្រើប្រាស់របស់របរដែលមុតស្រួចដែលមិនចាំបាច់ណាជៀសវាងគ្រោះថ្នាក់ដែលនឹកស្មានមកដល់ផងដែរបាទនេះគឺជាកត្តាសុខភាពហើយយើងឃើញថាចំពោះរឿងរ៉ាវផ្សេងទៀតបាទតែបងប្អូនគួរយកចិត្តទុកដាក់ហ្នឹងគឺរឿងបង្ការសុខភាពយើងហើយបើសិនជាក្មេងៗគួរប្រុងប្រយ័ត្នចំពោះអារឿងលេងព្រីលេងអីខ្សែភ្លើងខ្លះអីខ្លាចវាឆក់វាមានបញ្ហាភ្លើងដោយសារម៉ាស៊ីនហើយនឹងខាលហ្នឹងវាមានបញ្ហាស្ថិតនៅក្នុងសកម្មភាពទាំងអស់ហ្នឹងនៅក្នុងជួរម៉ោងរបស់លោកអ្នកហើយក៏មានខាលនៅក្នុងម៉ាស៊ីនស្ថិតនៅក្នុងជួរឆ្នាំអញ្ចឹងបងប្អូនបញ្ហាសុខភាពតាក់ទងរឿងសម្ពាធឈាមរឿងភ្នែករឿងបេះដូងរឿងអារម្មណ៍ឬក៏កើតចុករយកញ្ចឹងកអីហ្នឹងវាមានអាការៈទាំងអស់ហ្នឹងវាជិះមិនរួចទេមនុស្សយើងគ្រប់តែគ្នាគ្មានណាមួយល្អមានណាសុខភាពល្អរាល់ថ្ងៃទេគ្រាន់អ្នកម្ដងអ្នកនេះម្ដងអ្នកនោះអញ្ចឹងទៅហើយពេលនេះពេលនោះអញ្ចឹងទៅទាំងចាស់ទាំងក្មេងកុំជឿថាគេនឹងសុខភាពល្អគ្រប់គ្នាគេហាត់ប្រាណគេគ្មានបញ្ហាអីមែនទេមនុស្សមានបញ្ហាគ្រប់នាទីទាំងអស់គ្រាន់តែវាតិចនឹងច្រើនបើយើងនិយាយអញ្ចេះគឺយើងអាចទទួលបានបើថាសុខភាពល្អគ្មានការរឿងអីទេមិនមែនទេបាទគ្រប់ទាំងអស់អញ្ចឹងកាលណាយើងគ្រាន់តែកលេចមើលនៅក្នុងតារាងបាជឺរបស់បុគ្គលម្នាក់គឺយើងឃើញសុខភាពរបស់គាត់តាំងតាពីក្មេងរហូតដល់វ័យចាស់នឹងកើតមានរឿងអ្វីកើតឡើងនៅពេលណានៅម៉ោងណានៅកន្លែងណាវេលាណាវ័យណាគឺយើងឃើញទាំងអស់អញ្ចឹងឲ្យយើងឃើញទាំងអស់នឹងហើយគឺថានេះគឺជាការចែករំលែកសម្រាប់បងប្អូនលោកអ្នកឲ្យមានសេចក្តីដឹងមុនប្រុងប្រយ័ត្នទៅសេចក្តីទាំងអស់នោះវានឹងស្រាលឡើងតែប៉ុណ្ណោះឯងបើថាឲ្យអត់មានសោះវាមិនមាននោះទេបាទអញ្ចឹងជូនពរបងប្អូនលោកអ្នកសេចក្តីរ៉ាយរ៉ាប់ទាំងអស់នេះកើតមាននៅសេចក្តីមង្គលគ្រប់រឿងចំពោះរិស័យឆ្នាំអាសាញ់និងបងប្អូនមិត្តភ័ក្តិ fan គ្រប់គ្នាទាំងអស់នៅទ្រព្យសម្បត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសុខភាពទូនាទីសិទ្ធិអំណាចការងារឱកាសថ្មីនៅក្នុងការងារភាពរីករាយនៅក្នុងដំណើរជីវិតសុភមង្គលនិងវិបលភាពឲ្យបានគ្រប់គ្នាសពសម្រាប់ជួបគ្នា
ល្អៗជាបន្តទៀត